ជាបន្តនេះខ្ញុំសូមអញ្ជើញបេក្ខជនទី2នៃក្រុមស្របឡើងធ្វើការបកស្រាយទៅលើតលហេកទី2សូមអញ្ជើញបងប្អូនសូមចាប់ផ្ដើមអង្គវេទិកាទាំងមូលជាទីគោរពមិត្តក្រុមបដិសេធជាទីមេត្រីប្រសិនបើយើងយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាប្រជាជនដែលមាននៅអក្ខរកម្មនិងការយល់ដឹងផ្នែកសុខភាពរបស់ខ្លួនអាចចូលរួមកាត់បន្ថយបន្ទុកជំងឺនិងកសាងនៅសុខុមាលភាពសង្គមគឺបានរហូតដល់ 80% ឯណោះចុះប្រសិនបើការយល់ដឹងផ្នែកសុខភាពរបស់ប្រជាជននៅមានកម្រិតតើឲ្យសមិទ្ធផលទាំងនោះអាចកើតមានឡើងបានដោយរបៀបណាទៅជាគេចាប់ដើមនាងខ្ញុំសូមធ្វើការគោរពទៅដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រធានគណៈធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំឈ្មោះអ៊ុចមរកតជាបេក្ខជនទី2នៃក្រុមស្របសូមចូលខ្លួនធ្វើការឡើងមកបកស្រាយនៅតលហេកទី2សុខុមាលភាពរបស់ប្រជាជនគឺជាសសរស្តម្ភនៃការធានាសមត្ថភាពក្នុងសង្គមជាការប៉ັດណាស់ហេតុតែការយល់ដឹងអំពីសុខភាពគ្មានពណ៌គ្មានក្លិនក៏ប៉ុន្តែវាគឺជាគ្រឿងលម្អប្រាណដែលអមដំណើរមនុស្សពេញមួយជីវិតអ្វីដែលកាន់តែសោកសៅក្នុងដួងចិត្តទៀតនោះគឺដោយសារតែកង្វះការយល់ដឹងផ្នែកសុខភាពជាពិសេសក្នុងចំណោមស្ត្រីមានផ្ទៃពោះបានបង្កជាហានិភ័យប្រឈមយ៉ាងធ្ងន់ធ្ងរលើអត្រាមរណភាពមាតានៅកម្ពុជាប្រមាណជាង170នាក់ក្នុង 10,000 កំណត់រស់និងអត្រាមរណភាពទៅរួបប្រមាណ35នាក់ក្នុង 1000 កំណត់រស់ដើម្បីជាដំណោះស្រាយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនៅផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតានិងទារកឆ្នាំ2025ដល់ឆ្នាំ2030ដោយផ្ដោតទៅលើការអប់រំសុខភាពនិងអាហារូបត្ថម្ភក្នុងដំណាក់កាល1000ថ្ងៃដំបូងនៃជីវិតជាលទ្ធផលអត្រាមរណភាពមាតានៅកម្ពុជាបានថយចុះត្រឹមតែ145នាក់រីឯអត្រាមរណភាពទារកបានថយចុះត្រឹមតែ8នាក់ក្នុង1000កំណត់រស់តែប៉ុណ្ណោះការថែទាំស្ត្រីមានផ្ទៃពោះគឺជាជំហានដែលឆ្ពោះទៅរកក្តីសង្ឃឹមដែលជាស្នាមញញឹមនៃជីវិតពីរពោលគឺម្ដាយនិងកូនដែលទាំងនេះហើយគឺជាការបង្កើតសមធម៌ក្នុងសង្គមដោយធានាថាមនុស្សគ្រប់រូបមានឱកាសទទួលបាននូវការថែទាំសុខភាពចាប់តាំងពីថ្ងៃចាប់ដើមរហូតដល់ថ្ងៃបញ្ចប់នៃជីវិតលើពីនេះទៅទៀតនោះគឺប្រសិនបើយើងយោងទៅតាមផែនការយុទ្ធសាស្ត្រស្ដីពីពិការភាពឆ្នាំ2024ដល់ឆ្នាំ2028បានសរបញ្ជាក់ឲ្យយើងឃើញថាវិសាលភាពសង្គមពិតប្រាកដមិនថាជនពិការក្តីឬជនជាតិភាគតិចក្តីក៏នៅតែមានឱកាសក្នុងការទទួលបានការអប់រំសុខភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយការចោះអប់រំក្នុងសហគមន៍ការផ្ដល់មតិយោបល់និងសារជាសម្លេងដែលទាំងនេះគឺជាច្រកផ្លូវដ៏មានប្រសិទ្ធភាពដែលស្របទៅតាមតម្រូវការរបស់មនុស្សម្នាក់ៗដោយគ្មានការរើសអើងលើពីនេះទៅទៀតនោះគឺនៅក្នុងយុគសម័យ Digital យុវជនភាគច្រើនកំពុងតែប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត stress និងការបាក់ទឹកចិត្តជាដើមជាក់ស្ដែងប្រសិនបើយើងយោងទៅតាមរបាយការណ៍របស់អង្គការ UNICEF បានបង្ហាញថាយុវជនកម្ពុជាប្រមាណជាង 80% កំពុងតែប្រឈមមុខនឹងបញ្ហាផ្លូវចិត្តដែលបណ្ដាលឲ្យបាត់បង់ផលិតភាពក្នុងការរៀនសូត្រចាំងក្រៃលែកចោះប្រសិនបើយុវជនដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិបែរជាមានបញ្ហាសុខភាពជាអចិន្ត្រៃយ៍នោះសួរថាតើសុខុមាលភាពសង្គមអាចកើតមានឡើងបានដោយរបៀបណាទៅអង្គវេទិកាទាំងមូលហេតុដូច្នេះហើយប្រសិនបើយើងចង់ទៅតាមគោលនយោបាយជាស្ដីពីការអភិវឌ្ឍយុវជនកម្ពុជាបានបង្ហាញឲ្យឃើញថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការពង្រឹងការអប់រំសុខភាពយុវជននិងសិក្សានុសិស្សដោយផ្ដោតទៅលើសុខភាពផ្លូវកាយសុខភាពបន្តពូជអនាម័យនិងជាពិសេសគឺសុខភាពផ្លូវចិត្តពីព្រោះការពង្រឹងសុខភាពផ្លូវចិត្តគឺជាកំពែងដែលរឹងមាំដែលជ្រោមជ្រែងឲ្យយុវជនប្រឆាំងនៅអន្លង់អវិជ្ជាដើម្បីជួយចំណាយកសាងនូវភាពធន់ក្នុងសង្គមពិតប្រាកដឥតក្រែងបន្លំជាចុងបញ្ចប់នោះគឺរូបនាងខ្ញុំក៏សូមសំណូមពរទៅដល់ស្ថាប័នពាក់ព័ន្ធទាំងអស់នៅតែបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនឲ្យកាន់តែទូលំទូលាយសូមអរគុណសូមអរគុណដល់បងប្អូនទី2នៃក្រុមស្របចូលធ្វើការបកស្រាយទៅលើតលហេករបស់ខ្លួនជាបន្តនេះខ្ញុំសូមអញ្ជើញបេក្ខជនទី2នៃក្រុមបដិសេធឡើងធ្វើការបកស្រាយទៅលើតលហេកទី2សូមអញ្ជើញបងប្អូនសូមចាប់ផ្ដើម
អំបញ្ញមិញនេះមិត្តលហៃកទី1និងមិត្តលហៃកទី2បានលើកឡើងថាការយល់ដឹងពីសុខភាពរបស់ប្រជាពលរដ្ឋអាចឲ្យប្រជាពលរដ្ឋទទួលបាននូវសុខុមាលភាពសង្គមមួយដូចជាការពារខ្លួនពីជំងឺផ្សេងៗក៏ប៉ុន្តែសួរថាប្រជាពលរដ្ឋអាចយល់ដឹងពីសុខភាពបានគឺការចេញពីអ្វីមិនការចេញពីការអនុវត្តផ្ទាល់តាមរយៈសុខាភិបាលបញ្ជ្រាបការយល់ដឹងប្រឹក្សាយោបល់និងការព្យាបាលដដែលហ្នឹងចង់គឺសពបញ្ជាក់ថាមានតែពង្រឹងការអភិវឌ្ឍទៅលើការសុខុមាលភាពនោះទេទើបជាកត្តាចម្បងក្នុងការធានាសុខុមាលភាពសង្គមណាអង្គពិធីទាំងមូលព្រោះបើយោងទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1មុំទី3នៃបញ្ចកោណទី1ការលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋការពង្រឹងសមត្ថភាពសេវាកម្មសុខាភិបាលដើម្បីឆ្លើយតបទាន់ពេលវេលានិងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈសង្គមដូច្នេះហើយដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសុខុមាលភាពសង្គមពិតប្រាកដគឺមានតែពង្រឹងការអនុវត្តលើការអប់រំរបស់អ្នកផ្ដល់សេវាសុខាភិបាលនោះទេណាមិត្តក្រុមស្រោមជាកិច្ចចាប់ផ្ដើមអ្នកខ្ញុំឈ្មោះពេជ្រពិសីជាបេក្ខជនទី2មកពីក្រុមបាក់ដេសាទសូមចូលខ្លួនមកបកស្រាយនៅតែលហៃកទី2ពង្រឹងការអនុវត្តលើការអប់រំរបស់អ្នកផ្ដល់សេវាសុខាភិបាលជាកម្លាំងចលករក្នុងការលើកកម្ពស់គុណភាពជីវិតប្រកបដោយបរិយាបន្ននិងសមធម៌ជាការពិតណាស់ការពិតដែលមិនអាចប្រកែកបានសុខុមាលភាពសង្គមមិនអាចសម្រេចទៅបាននោះទេបើសិនបើមានតែការយល់ដឹងពីសុខភាពក៏ប៉ុន្តែអាចអនុវត្តទៅបានបើសិនបើមានការយល់ដឹងពីសុខាភិបាលដែលទទួលបាននៅការបញ្ជានៅការយល់ដឹងទៅដល់ប្រជាពលរដ្ឋប្រឹក្សាយោបល់និងការបង្កើតទម្លាប់ល្អៗជាដើមជាងនេះទៅទៀតបើយោងទៅតាមការចេញផ្សាយដែលអង្គការសុខភាពពិភពលោកក៏បានបង្ហាញថាក្រសួងសុខាភិបាលក៏បានសហការគ្នាជាមួយនឹងអង្គការ WHO UNICEF និង Gavi ដើម្បីបង្កើតនូវយុទ្ធនាការចាក់វ៉ាក់សាំងកញ្ជ្រឹលស្អូចទៅដល់កុមារចំនួន 1.5 លាននាក់អាយុក្រោម5ឆ្នាំនេះបង្ហាញថាសេវាសុខាភិបាលមិនរងចាំឲ្យប្រជាពលរដ្ឋមកទទួលសេវាទាំងអស់នេះនោះទេក៏ប៉ុន្តែអនុវត្តដោយផ្ទាល់ទៅតាមសហគមន៍និងគ្របដណ្ដប់ទូទាំងប្រទេសតែម្ដងអង្គពិធីទាំងមូលជាទីគោរពសាកសម័យទៅមើលថាបើប្រជាពលរដ្ឋមានត្រឹមតែការយល់ដឹងពីសុខភាពក៏ប៉ុន្តែកង្វះនៅការអនុវត្តពីសេវាសុខាភិបាលដែលមានគុណភាពសម្រាប់ការថែទាំព្យាបាលជំងឺផ្សេងៗសួរថាមានត្រឹមតែការយល់ដឹងអាចធានានូវសុខុមាលភាពសង្គមបានយ៉ាងដូចម្តេចទៅព្រោះបើយោងទៅតាមការចុះផ្សាយដោយក្រសួងមុខងារសាធារណៈក៏បានបង្ហាញថាគ្រូពេទ្យកាន់តែល្អការថែទាំក៏កាន់តែមានសុវត្ថិភាពមាត្រា46នៃព្រះរាជក្រឹត្យនេះគឺបានអនុញ្ញាតឲ្យមន្ត្រីសុខាភិបាលទាំងអស់ចូលខ្លួនយ៉ាងកំហិតនៅវគ្គបណ្ដុះបណ្ដាលនិងសិក្ខាសាលាដើម្បីធ្វើបច្ចុប្បន្ននៃកម្មនៃចំណេះដឹងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈក៏ដូចជាការប្រឹក្សាយោបល់ប្រកបទៅដោយសមត្ថភាពជាទឹកតាំងបើយោងទៅតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក៏មានប្រសាសន៍ថាសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋគឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលដែលបានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសុខុមាលភាពសង្គមពេញលេញហើយបានជ្រើសរើសគ្រូពេទ្យចំនួន700នាក់បន្ថែមទៀតសម្រាប់មណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកដោយធានាថាមណ្ឌលសុខភាពទាំងអស់នេះទទួលបាននូវសេវាសុខាភិបាលមួយបានយ៉ាងសមប្រកបជាលទ្ធផលបើយោងទៅតាមការចេញផ្សាយដោយអង្គការសុខភាពពិភពលោកក៏បានបង្ហាញថាប្រជាជនប្រមាណ 6.9 លាននាក់ទទួលបាននូវសេវាសុខាភិបាលហើយ2លាននាក់បន្ថែមទៀតទទួលបាននូវសេវាសុខាភិបាលនិងសុខុមាលភាពល្អប្រសើរជាងមុនដោយមិនចាំបាច់ភ័យព្រួយពីការទទួលបន្ទុកនៅហិរញ្ញវត្ថុអ្វីឡើយជាចុងក្រោយក្រុមបដិសេធនាងខ្ញុំក៏នៅតែប្រកាន់គោលចំហដ៏រឹងមាំបដិសេធទៅលើប្រធានបទខាងលើនេះដដែលហើយក្រុមនាងខ្ញុំក៏សូមសំណូមពរទៅដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យសូមមេត្តាបន្តពង្រឹងការអនុវត្តទៅលើសេវាសុខាភិបាលប្រកបដោយបរិយាបន្ននិងសមត្ថភាពទៅកាន់ប្រជាពលរដ្ឋគ្រប់រូបសូមអរគុណ